từ mưa bàn tới dương ảnh mưa tới bìa so bài này mặc là thì chia so là mình là fake bài nàyสุดท้ายในตอนนี้นี่คือวิดีโอติมเปิลได้ยังผ่านพิการปรับโฟล์สอบปีปอนไฟผมไว้วิดีโอติมเปิลนี้โดยเนี่ยตอนนี้มันเคยเนื้อเลือถ่ายทอดให้จมูกเนื้อเลือสกรีนนิ่งจังย้ำลงผ่านพิการปรับไฟล์มอกอัพยังมอกอัพจะทัชดูมือของเจโลโก้ให้ยังมีอุตสาหะใบได้ยังผ่านในขนมวิดีโอนี้ให้อุตสาหะที่มวยคือยังพิการปรับทัชจังยังมันบางไฟล์ในหายนี่คือโฟลเดอร์ไฟล์ยังมันดาวน์โหลดมาไม่ให้แต่แม้ไฟล์มอกอัพต่างๆทั้งนั้นคือยังดาวน์โหลดปี account free pick เด้ปีเว็บไซต์ free pick เด้จังยังอาจจะดาวน์ไปบ้านnó bây giờ down mau hỏi giờ ai cho bạn tới bạn này hay là nếu như bạn hỏi ấy hay cùng nó này càng một app cứ giờ mình này ta rồi phải kèm một prá bàn tay dùng phở chia design bao giờ chẳng nhưng mà ưu họ tạm đón tới mẹ ca một app chỉ thích nó nói dân download máu với chia so ông lệ hay dân chọn khá tâm chia so để mới có chip biệt để dân chọn prá dân ai cài bàn nó mấy cài pha lắm ban chia từ bộ dân ai mơ nơi lại laser này tới nhưng xong bật lại nít là mấy dân mở nhưng mà nơi laser nó phải dùng bạc máu về miền tây này thì chẳng nó không phải một app tăng ok nâng nốt ở dưới ấy thà dân nâng thở cài cái lại nè nếu dân đã Gaming Edition ấy dân check bạc máu nhé cái bàn nốt ở dưới này kéo thả pleasure design here mình đang pin nó dân trong design lơ mũi na của bạn này dân vừa tới cứ việc phịch màu này chẳng nhằm chập đám design lơ về tới dân check double click máu và là chân trong chẳng chỉ smart object nên là group file mockupទាំងអស់100%នៃ file mockup គឺយើង design នៅលើ smart object អញ្ចឹងយើង double click លើកន្លែងជ្រុងហ្នឹងមកវាចេញជាអក្សរនេះហើយអក្សរនេះអ្នកនរគ្នាឃើញហើយវាជាពាក្យតែមួយទេតែខាងនេះមាន effect ខាងនេះអត់មាន effect ទេអញ្ចឹងយើងអាចមកវិញមកហើយអក្សរនេះគឺជា text ទេយើងអាចកែបានប៉ុន្តែនៅពេលដែលយើងមើលទៅមើល font នេះវាលោតសញ្ញាអូទៀនមានន័យថា computer យើងអត់ទាន់មាន font ហ្នឹងទេយើងមើលកន្លែងនេះក៏ដឹងដែរបើសិនជាយើងមាន font វាអត់មានសញ្ញាគ្នាបើកនេះទេគ្នាបើកគ្នាបិទនេះហ្នឹងយើង edit វាយើងអាចទៅដល់ font ហ្នឹងសិនបើសិនជាយើងថាចង់បាន font ហ្នឹងយើងអាចទៅ download ពី internet មកបានព្រោះ font ហ្នឹង free ទេឬមួយក៏មួយទៀតយើងចង់ដូរទៅ font ផ្សេងវាលោតវាឡើងជាសញ្ញាអូទៀនហើយខ្ញុំដូរនេះខ្ញុំប្រើ font ផ្សេងវាបាត់សញ្ញាអូទៀនហើយប៉ុន្តែដើម្បីឲ្យស្អាតតាមត្រង់ត្រីគេយើងអាចទៅយក font ពីដូចរបស់គេក៏បានដែរអញ្ចឹងខ្ញុំ control ទៅមកវិញនេះវាជាប់ font ហ្នឹងអញ្ចឹងយើង copy មកយើង copy text ហ្នឹងមកយើងចូលទៅ internet ចូលទៅ Google ទៅយើងគ្រាន់តែផាសអាហ្នឹងមកហើយយើងបន្ថែមពាក្យ font យើងលុបគ្នាបើកបិទហ្នឹងទៅយើងបន្ថែមពាក្យ font នេះមានហើយឃើញទេ font ហ្នឹងគឺនៅលើគេហ្មងនៅក្នុង website Da Font គឺ website ហ្នឹងគឺ free ទេអញ្ចឹងយើងគាត់ចុចលើហ្នឹងមកហើយនេះយើង download ខាងគៀននេះឥឡូវនេះវា download ពេញហើយយើង show file in folder ទៅចឹងខ្ញុំ double click លើ file ហ្នឹងមកនេះវាមាន font ទាំងពីរ font ទាំងពីរfont ទាំងពីរហ្នឹងវាដូចតែគ្នាទេតែគ្រាន់តែយើងមើល extension ហ្នឹងទៅគឺវាខុសគ្នាអញ្ចឹងយើង install ទាំងពីរមក double click ទៅយើង install font ហ្នឹងមកមួយទៀតអូខេហើយអញ្ចឹងយើងខ្វែងវាចោលមកយើងទៅចូល file របស់យើងវិញនេះឃើញវាឡើងចេញសញ្ញាអូទៀនហើយអានេះក៏វាឡើងចេញគ្នាបើកគ្នាបិទដែរដោយសារនៅក្នុងហ្នឹងវាមាន font ហ្នឹងវិញហើយអញ្ចឹងយើងអាច edit នៅលើ text ហ្នឹងបានហើយយើងចូលមក tool នេះមកឬមួយក៏យើងមិនបាច់ចាំចូល tool ហ្នឹងព្រោះយើងគាត់ double click ទៅយើងអាចកែបានហើយអញ្ចឹងអក្សររបស់គេផ្សេងអញ្ចឹងខ្ញុំអាចដូរអក្សរទៅខ្ញុំដាក់ពាក្យផ្សេងទៅខ្ញុំដាក់ឈ្មោះ channel របស់ខ្ញុំទៅហើយខ្ញុំ text ប៉ុណ្ណឹងហើយយើងអាចមើលថាត្រូវហើយយើងចុចគ្រាន់តែយើងចុច control cell មកនេះវា load full ហើយឥឡូវវាបានដើរពេញហើយអញ្ចឹងនៅបន្ទាប់ពីយើង sell ពេញហើយយើងអាចមកមើលជាអក្សររបស់យើងបានឥឡូវវាបានដូរហើយវាដូរមកជា text ដែលខ្ញុំបានសរសេរនៅមុននេះឃើញទេបន្ទាប់ពីយើងកែអក្សរដែលយើងចង់ដាក់ហើយយើងអាចមើលទៅយើងខ្វះខាតឡើយណាយើងអាចកែបានតាមក្រោយហើយយើងអាចខ្វែង file នេះបានខ្វែងទៅវាមកជាប់នៅនេះហើយអញ្ចឹងករណីដែលយើងចង់បានតែរូប PNG ទេចង់បានតែអក្សរ style ហ្នឹងទេយើងអាចបិទផ្នែក background នេះចោលបាននេះវាជាបច្ចេកfile ដែល fix នៅក្នុងអក្សរនឹងទាំងមូលអញ្ចឹងយើងកុំប៉ះពាល់វាអីយើងទុកទៅតែយើងបិទផ្នែកតែ background នេះបានហើយយើង hide វាមកចាំតិចវាលោតលើឃើញទេនេះជារូប PNG ហើយអញ្ចឹងយើងអាច sell បានហើយវាឡើងមាន background ហើយ
យើងចង់ save ជា PNG ក៏បានឬមួយ save ជាមួយនឹង background វិញក៏បានហើយបញ្ជាក់មួយទៀតនៅពេលដែលយើងកាយអញ្ចឹងហើយយើងនៅតែអាច edit បានទេយើងចុចមកលើកន្លែងដែលយើង edit មិញចុច double click មកហេចុច update មកយើងនៅតែអាចកែអក្សរបានហើយករណីមួយទៀតខ្ញុំអត់ចង់កែជាអក្សរទេខ្ញុំចង់កែជាពាក្យអក្សរខ្មែរឬមួយក៏ជា text អីវិញយើងអាចកែបានអញ្ចឹងខ្ញុំមកមើលបច្ចេកយើងសិនយើងបើកភ្នែកដូចត្រង់ trader វិញមកនេះហ៎ដំបូងវាជាអក្សរហ្នឹងទេអញ្ចឹងបើសិនជាខ្ញុំចង់កែជា logo យើងចូលមកកន្លែងនេះមកយើងអាច delete អក្សរហ្នឹងចោលក៏បានដែរឬមួយក៏ hide វាចោលសិនទៅព្រោះ click ព្រោះពេលខ្លះយើងអាចប្រើអក្សរហ្នឹងមកវិញអញ្ចឹងយើងគ្រាន់តែ hide ទៅខ្ញុំមាន logo នេះមួយ logo ចូលឆ្នាំចិនអញ្ចឹងខ្ញុំយកវាមកដាក់អញ្ចឹងខ្ញុំអូសមកហើយខ្ញុំដាក់វាចង់កណ្ដាលអញ្ចឹងខ្ញុំចុច control អក្សរ A នេះវាចេញជាផ្ទាំងនេះហើយអញ្ចឹងខ្ញុំដាក់កណ្ដាលដាក់កណ្ដាលឆ្វេងស្ដាំអញ្ចឹងខ្ញុំ save ចុច control save មកវា load ឡើងហើយចាំវាពេញ 100% យើងអាចទៅមើល file ហ្នឹងបានឥឡូវវាបាន load ពេញហើយអញ្ចឹងយើងអាចទៅមើលបានទៅយើងអាចមើលទៅពីអក្សរបែបនេះមកខ្លះទៅជាអក្សរដែលមាន effect បែបនេះអញ្ចឹងយើងអាចយកទៅ PNG ទៅយើងបិទផ្នែកឡើងនេះយើង hide កន្លែង background មកឃើញទេនៅពេលដែលយើង hide យើងអាច download វាមកប្រើបានហើយអញ្ចឹងសម្រាប់ការឧទាហរណ៍ពីការកែប្រែអក្សរនៅចូលចំចិននេះគឺហើយខ្ញុំមានឧទាហរណ៍មួយទៀតតាក់ទងនឹងការធ្វើ mock-up ដែរតែប្រភេទជា logo អញ្ចឹងខ្ញុំខ្វែងបច្ចេកចូលនឹងចិននឹងចេញទៅខ្ញុំអត់ save ទេយើងចុច no ឲ្យអស់ទៅនេះជាអក្សរមិញហើយអក្សរនៅក្នុង Smart Object អញ្ចឹងខ្ញុំអាចទៅបើកបច្ចេកមួយទៀតទៅខ្ញុំឧទាហរណ៍មួយទៀតនៅក្នុង file mock-up មួយនេះអានេះគឺយើងផ្ដោតសំខាន់លើការ design logo ឬមួយក៏ brand នៅមុខខាងអញ្ចឹងយើងបើកមកនៅពេលដែលយើងបើក file នេះមកវាបង្ហាញកន្លែងយើង edit auto អញ្ចឹងសម្រាប់ file mock-up គឺយើងងាយស្រួលទេយើងគ្រាន់តែយកបច្ចេកឬមួយក៏ logo យើងមកដាក់មកគឺយើងអាចកែប្រែបានហើយអញ្ចឹងយើងមើលទៅកន្លែងនេះវាឲ្យ design ហើយ file នេះគឺខ្ញុំ download មកពី free pick ដូចគ្នានេះយើងអាចចូលទៅ download បានវាមានច្រើនជម្រើសហើយយើងវាយទៅចង់បានហាងអញ្ចឹងយើងវាយ store ទៅយើងបន្ថែមបន្ទុយ mock-up ខាងក្រោយទៅយើងអាច download វាមកបានហើយអញ្ចឹងខ្ញុំបកមក file ខ្ញុំវិញ file នេះខ្ញុំចាប់ផ្ដើម edit ទៅខ្ញុំ double click នៅលើ Smart Object ហ្នឹងមកវាចេញហើយអញ្ចឹងខ្ញុំអត់ប្រើរបស់គេទេខ្ញុំ edit ដាក់របស់ខ្ញុំ hide វាចោលសិនខ្ញុំទៅសេឈ្មោះរបស់ខ្ញុំមកអានេះវាជាប់ font ពីបច្ចេកចូលឆ្នាំចិនមុនហ្នឹងអញ្ចឹងខ្ញុំបរិវាមិនតិចមកអញ្ចឹងខ្ញុំបើកផ្នែកមើលទៅយើងដាក់អក្សរមកប៉ុនគ្នាវាប៉ុនគ្នាខុសនេះតិចតួចក៏អីដែរតែនេះយើងអស់មកប៉ុននេះមកហើយយើងបិទផ្នែកវាវិញយើងទៅដល់ logo មកដាក់ឲ្យដូចគំរូរបស់គេហើយខ្ញុំមាន logo ស្រាប់ហើយអញ្ចឹងខ្ញុំគាត់ទាញចូលមកហើយនេះគឺជា logo សម្រាប់ដែលខ្ញុំត្រូវដាក់នៅក្នុង file mock-up មួយនេះអញ្ចឹងខ្ញុំអាចបើកទៅយើងមើលទំហំទៅទំហំនេះខ្ញុំអាចយកកម្ពស់ប៉ុនរបស់គេទៅបានហើយស្មើហើយអញ្ចឹងខ្ញុំបិទផ្នែករបស់គេវិញអញ្ចឹងយើងដល់វគ្គដែលយើងលៃកម្រិតមកសំសម្រាប់ logo យើងអញ្ចឹងខ្ញុំ convert វាទៅ smart object មួយទៀតទៅដើម្បី align វាកុំឲ្យវាបែក pixel អញ្ចឹងខ្ញុំមើលស្រាប់ខ្ញុំ convert ទៅ smart object ខ្ញុំ control អក្សរ A ទៅវាមានកន្លែងសេរីឲ្យកណ្ដាលឬមួយក៏ឆ្វេងស្ដាំហើយហើយអញ្ចឹងខ្ញុំ control cell មក control អក្សរ S នៅពេលវាដើរពេញហើយចាំឥឡូវនេះវាបានដើរពេញហើយអញ្ចឹងយើងទៅមើលពី file mock-up របស់យើងទៅគ្រាន់យើងដូរមកវាដូរមក logo របស់យើងហើយវាមាន shadow វាមាន effect អីមកដូចគ្នាអញ្ចឹងសម្រាប់ file mock-up នេះគឺយើងអត់ពិបាកយូរទេយើងគ្រាន់តែចូលមកកែប៉ុណ្ណឹងទៅបានហើយយើងកុំប៉ះរបស់គេព្រោះកាលណាយើងប៉ះវាអាចធ្វើឲ្យខូច effect ណាមួយព្រោះ effect នៅក្នុង file mock-up មួយគឺគេចងច្រើនដូចខ្ញុំបានបង្ហាញអញ្ចឹងវាមាន texture មាន shadow មានអីច្រើនណាអញ្ចឹងយើងកុំប៉ះពាល់របស់គេអីយើងគ្រាន់តែកែទៅបើមិនជាយើងចង់បានតែអក្សរយើងបិទផ្នែក background ទៅហ្នឹងហើយបានយើងបានតែអក្សរហ្នឹងឯងប៉ុណ្ណឹងយើងអាចយកបានអញ្ចឹងសម្រាប់បច្ចេកនេះខ្ញុំអត់យកដូចគ្នាអញ្ចឹងខ្ញុំចុច cancel វាចោលទៅអញ្ចឹងខ្ញុំបន្តមក file mock-up ទី3 file mock-up ទី3គឺយើងឧទាហរណ៍ទៅលើការ mock-up ជាសៀវភៅនេះគឺជាសៀវភៅអញ្ចឹងសៀវភៅហ្នឹងខ្ញុំបាន download ពី free pick មកដូចគ្នានេះហើយគឺសៀវភៅអញ្ចឹងយើងអាច
mock up វាបានហើយការឧទាហរណ៍ទី3នេះខ្ញុំសូមធ្វើលឿនៗទេព្រោះយើងអាចមើលពីវគ្គទី1ទី2ខ្ញុំបានបញ្យល់ហើយអញ្ចឹងសភៅនេះយើងគ្រាន់ចុចមកវាមានកន្លែង edit ហើយអញ្ចឹងវាអាចខុសពីការ design នៅ mock up ទី1និងទី2ដែលសារកន្លែងនោះគេមានអក្សរឲ្យយើង edit អញ្ចឹងយើងមិនបាច់ខ្វល់ទេយើង editor ទៅអីដែលយើងត្រូវធ្វើមកបានហើយយើង double click មកចឹងបើសិនជាយើងអត់មាន logo ឬមួយក៏ cover page ទេដើម្បីឲ្យលឿនខ្ញុំនឹងទៅ download ពីក្នុងអ៊ីនធឺណិតមួយខ្ញុំចូល website Pinterest ទៅយើងចូលមកដល់ហើយអញ្ចឹងយើងអាចវាយទៅខ្ញុំវាយ cover book ទៅនេះវាចេញមួយអញ្ចឹងខ្ញុំយកមួយនេះមកមួយណាក៏បានដែរអានេះយើងគ្រាន់ជាការឧទាហរណ៍ខ្ញុំ open ឥឡូវយើង open វាមកហើយអញ្ចឹងយើងអាចអូសចូលទៅក្នុង Smart Object ដែលយើងបត់សភៅនេះមិនបានអញ្ចឹងយើងបានហើយយើងបើកវាធំទៅយើង align វាចូលកណ្ដាលមកយើងអូសបរិចវាបន្តិចទៀតទៅអូខេហើយអញ្ចឹងវាអាចដាច់អក្សរនៅខាងលើយើងអាចអូសវាមកក្រោមបន្តិចមកយើងស្រែមកសំទៅហើយយើងចុច Ctrl S បន្តមកទៀតយើងអាចមើលបន្តិចសិនទៅវាដូរក្បាលខាងលើហើយប៉ុន្តែវានៅខាងក្រោមអញ្ចឹងយើងទៅ copy ពណ៌ពីវាមកច្រឡងពណ៌មកយើងយកពណ៌ក្រហមកន្លែងនេះយើងចូលមកដូរដែរមកយើងចុច select ទៅនេះគឺយើងអាចដូរពណ៌បានខ្ញុំ cancel សិនដោយសារ file mockup នេះវាជាន់គ្នាអញ្ចឹងយើងចុច double click លើហ្នឹងមកហើយយើងចូលប្រើពាក្យ update យើងដូរពណ៌មកដាក់ពណ៌ទឹកក្រូចអញ្ចឹងដើម្បីដូរពណ៌ទឹកក្រូចអានេះវាជា layer មួយអញ្ចឹងយើងចុច Alt ហើយ backspace ទៅពណ៌ក្រហមនេះលោតចូលមកហើយអញ្ចឹងយើងចុច Alt backspace នេះវាមកហើយឃើញទេខ្ញុំខ្វែងចោលមួយមកឃើញទេសម្រាប់សភៅហ្នឹងគឺសម្រាប់សភៅហ្នឹងវាបានផ្លាស់ប្ដូរតាមគំរូដែលយើងចង់បានហើយអញ្ចឹងយើងអាចដូរ background បន្តិចទៀតមកហើយវាស៊ីពណ៌ជាមួយនឹងសភៅនេះដាក់ពណ៌នេះទៅឃើញទេសម្រាប់មកអានសភៅគឺលឿនទេគឺយើងចូលមកយើងកែតែប៉ុណ្្នឹងមកអាចថាយូរនៅពេលដែលយើង design cover page ហើយសម្រាប់វីដេអូរបស់ខ្ញុំអំពីការ mock up គឺយើងបញ្ចប់ត្រឹមប៉ុណ្្នឹងអរគុណដែលបានទស្សនា